So what is HS HS គឺមកពីពាក្យ software job first ដែលវាគឺជា schedule CPU scheduling មួយ algorithm មួយដែល process ដែលមានបទសារតិចវាត្រូវការ execute first ឬក៏ work first so យើង work មិនអានេះគឺជាឧទាហរណ៍យើងរបស់ខ្ញុំបានបង្កើតទី1គឺ arrival time យើងឧទាហរណ៍ថា job A job A គឺ1 job B arrival time របស់វាគឺ3 job C arrival time វាគឺ4 job D arrival time វា5ហើយបើសាមវាក៏អញ្ចឹងដែរគឺ job A 3 job B 5 job C 2 job D គឺ7តើវាបូកមិន so ដល់ពេលយើងឡើង run simulator វាបញ្ចេញអានេះមកអញ្ចឹងតើវាបូកមិនទី1គឺយើងមើលធម្មតាសិនតាមួយណាគឺជា arrival time ទូចបំផុត arrival time របស់ទូចបំផុតរបស់នៅឧទាហរណ៍នេះគឺលេខ1គឺ arrival time នៅរយៈពេលលេខ1 so ក្នុងរយៈពេលលេខ1 boss time របស់វាគឺប្រើរយៈពេលboss time របស់វាគឺ3អញ្ចឹងមានន័យថាprocess ហ្នឹងគឺប្រើរយៈពេល4 second ដើម្បី finish នេះថាវារយៈពេល4 second ដើម្បី finish អញ្ចឹងនៅក្នុងរយៈពេល4 second ហ្នឹងដែលវាកំពុង execute តើមានអាណាមក array ខ្លះក្នុងនេះឃើញថាវាមាន job B job C វា array ព្រោះសារវាប្រើរយៈពេល3 4តែ job A របស់យើងវា execute រួចហើយអញ្ចឹងវាថាប្រើរយៈពេល4អញ្ចឹងក្នុងរយៈពេល4ហ្នឹងវាមាន job B job C របស់យើងវាមកអញ្ចឹងនៅដោយសារវាមកអញ្ចឹងយើងអាច select មួយក្នុងរយៈ select មួយក្នុងចំណោម2នេះថាមួយណាគួរទៅមុនតើយើងគួរ select យើងមិនដឹងថាយើងគួរ select ណាយើងអាច select វាបានដោយប្រើមើល boss time របស់វាដូចគេហៅថាដូចខ្ញុំន័យរបស់វាបាននិយាយអញ្ចឹងថា CPU scheduling សម្រាប់ SJS វាត្រូវការយក process ដែលមាន smallest birth time ដើម្បី execute first អញ្ចឹងមានថាយើងមើលថាពីរហ្នឹងតើមួយណាមាន birth time ទូចយើងឃើញថា job C វាមាន birth time របស់វា2វាទូចជាង job B ដែលមាន birth time របស់វា5អញ្ចឹងយើងប្រើអាហ្នឹងបន្ទាប់អញ្ចឹងមានថាអាមុនរបស់យើង finish នៅក្នុងរយៈពេល4អញ្ចឹងមានថាបន្ទាប់របស់វាគឺ birth time របស់ job C គឺប្រើរយៈពេល2 second អញ្ចឹង finish គឺវាបញ្ចប់ process របស់ job C នឹងបញ្ចប់នៅក្នុងរយៈពេលនៅក្នុងនៅក្នុងនាទីទី6នាទីទី6ឥឡូវនៅពេលដែលចប់នាទី6ហើយយើងឃើញថាតើក្នុងរយៈពេលក្នុងរយៈពេល6 second 6ម៉ោងទី6ឬក៏នាទីទី6ហ្នឹងតើមានអាណាមាន process មួយណា array ខ្លះអញ្ចឹងវាថាjob A job C យើងរួចហើយអញ្ចឹងសល់ job 2 job B job D អញ្ចឹងក្នុងរយៈពេលក្នុងកន្លែងនេះ job B របស់យើងវាប្រើរយៈពេល5ហើយ job D របស់យើងប្រើរយៈពេល7អញ្ចឹងតើមួយណាមកមុនដូចយមន័យរបស់យើងគឺយើងត្រូវយកអាណាដែលមាន boss time ទូចអញ្ចឹងវាថា5និង7គឺ5ទូជាងអញ្ចឹងយើងនឹង process នៅយើងនឹងមាន make the process ទី3របស់យើងគឺយើងយកនឹង job B អញ្ចឹងថា job B 3មាន boss time 5អញ្ចឹងវាថាមិញយើងប្រើរយៈពេលសម្រាប់ process ទី2យើងប្រើរយៈពេលទាំងអស់គឺ6 second អញ្ចឹង process បន្ទាប់យើងគឺយក6បូកនឹង boss time របស់វា11អញ្ចឹងមានថាបើ6បូកនឹង boss time របស់វា5 6បូក5ចូលថា11យើងបាន11អញ្ចឹងក្នុងករណីហ្នឹងយើងបានវាjob B វា finish ក្នុងរយៈពេល11ក្នុងរយៈពេលក្នុងនាទីទី11 so បន្ទាប់មកតើយើងគួរធ្វើអាណាបន្ទាប់ដោយសារ3យើងរួចហើយអញ្ចឹងថាសល់តែ job B ដែលអត់ទាន់ execute រួចអញ្ចឹងក្នុងករណីហ្នឹងចូលថា job D វានឹង process អញ្ចឹងវាថា job D វាប្រើរយៈពេល7 second អញ្ចឹងjob D ហ្នឹងគឺវានឹង finish ក្នុងរយៈពេល18ព្រោះឯសារ11បូកនឹង boss time 7ស្មើនឹង18អញ្ចឹងយើងបាននៅ18អញ្ចឹងវាថា process ទាំងអស់ហ្នឹងចប់ក្នុងរយៈពេល18នាទី18 so ហើយ turnaround time ហើយនឹង waiting time តើវាកណនីមិន turnaround time គឺយើងកណនីដោយប្រើនៅរូបមន្តនេះគឺturnaround time ស្មើនឹង finish time ដក arrival time អញ្ចឹងថា turnaround time ស្មើនឹងចំនួន finish time ដកនឹង arrival time ដូចនេះអញ្ចឹងគឺថា4ដក1ស្មើ3 11ដក3ស្មើ8 6ដក4ស្មើ2ហើយនឹង18ហើយដក5គឺស្មើ13ហើយចំនួន waiting time តើវាមកមិន waiting time គឺយើងប្រើស្មើនឹង turnaround time ដក burst time turnaround time 3ដកនឹង burst time 3អញ្ចឹងស្មើ0ហើយ turnaround time 8ដក5ស្មើនឹង3ហើយ2ដក2ស្មើ0 3ដក7ស្មើ6អញ្ចឹងវាថាយើងបានប៉ុណ្ណឹង so
តែយើងកណនី turnaround time average turnaround time និង waiting time ធ្វើម៉េចគឺយើងកណនីធម្មតាគឺយើងយកបូកចូលគ្នាហើយចែកនឹង4អានេះក៏ដូចគ្នាបូកចូលគ្នាចែក4ដូចគ្នាអញ្ចឹងយើងបាននៅ waiting time 6.5 និង average waiting time 2.25 so នេះគឺ so តើអ្វីគឺជា shortest remain time shortest remain time វាគឺជា primitive របស់ SJS ដែល HN គឺយើងបានសិក្សាពីដំបូងហើយ so វាខុសគ្នាត្រង់តាវាជា មួយ primitive មួយ non primitive primitive គឺ primitive គឺជា process មួយដែលវាឥឡូវពីដំបូងមកយើងនិយាយពី shortest job first វាជា non primitive primitive វាគឺមានន័យថានៅពេលដែល process មួយវាចាប់ផ្ដើម execute វាថាចាប់ផ្ដើម get CPU ហើយវាអត់អាច interrupt by order ទេដោយលំហាត់ដំបូងយើងឃើញថាឲ្យតាមួយ execute ហើយវា execute រហូតដល់ចប់វា execute រហូត burst time របស់វាអស់មកតែនៅក្នុងនេះគឺ primitive របស់យើងគឺវា execute វារបៀបថានៅពេល execute ហើយវាអាច interrupt ហើយ CPU ហ្នឹងវាក៏អាចយកត្រូវបានគេយកទៅធ្វើជាមួយ process ដទៃទៀតដែរ so ឥឡូវយើងអាចតេស្តនេះបាននេះគឺជា arrival time ដែលយើងកំណត់ហើយនេះ burst time របស់យើងកំណត់ឥឡូវតើវាបកមិន so នេះគឺជានៅពេលដែលនេះយើងនឹងចេញ generate ចេញឃើញ get chart របស់យើងហើយតើវាបកមិនតើយមតើprimitive version របស់ HS ហើយឬក៏គេហៅថា SRTS ឬ shortest remain time វាបកមិន so ទី1គឺយើងមើលដូចគ្នាគឺយើងចាប់ផ្ដើមថាមើលថា time at 0 time zone យើងឃើញថាមានអាណាអីខ្លះ time zone នៅក្នុងនេះមានតែ job A វាអី time zone នេះ time zone ឃើញថា job A វាអីថា time smart zone អញ្ចឹងមានន័យថាremain time អញ្ចឹងមានថាremain time burst time របស់វាគឺ8 job A មាន burst time 8ហើយបន្ទាប់មកដល់គេហៅថា time ទី1នៅក្នុងរយៈពេល time ទី1ហើយអញ្ចឹងមានថាបើយើងនិយាយទៅ time 1អញ្ចឹងមានថា burst time របស់វាក៏របស់ A ក៏វាត្រូវបដូរទៅតម្លាក់មួយដូចគ្នាព្រោះឯសារវាកំពុង execute ដល់រយៈពេលដែលjob A ហ្នឹងវាកំពុង execute ដល់ time 1ចាប់ផ្ដើមយើងចាប់ផ្ដើមមើលទៅថាតើនៅក្នុងហ្នឹងតើមាន job ណាដែលកំពុងតែ execute អត់អញ្ចឹងថាចាំយើងមើលថាតើមាន job ណាតែវា arrive នៅវា arrive អញ្ចឹងថាយើងឃើញថានៅក្នុងករណីនេះក្នុង arrival time ក្នុង time ទី1មាន job B ដែលមាន burst time 4ហ្នឹងវា arrive អញ្ចឹងយើងឃើញថា4យើង compare ថា4ហើយនឹង7តើអានេះ7ព្រោះសារយើង burst time វា execute បាន1 burst time វា execute បាន1អញ្ចឹងវាសល់7អញ្ចឹងថា4ហើយនឹង7តើមានធំជាងអញ្ចឹងយើងគិតមើលថា4គាត់ជាទូជាង7អញ្ចឹងសម្រាប់ shortest remain time គឺដូចគិតដូចទៅនឹងSRG គិតដូច SJS ដែរព្រោះឯសារតែវាគឺជា non primitive គ្រាន់តែវាជា primitive របស់ SJS ទេអញ្ចឹងយើងឃើញថាអានេះ4ដល់តូចជាង7អញ្ចឹងយើងនឹងយក CPU របស់ CPU usage របស់ job A មក execute សម្រាប់ job B អញ្ចឹងមានថាអានេះគឺឥឡូវអញ្ចឹងមានថាកន្លែង job A វាឈប់សិនវាឲ្យ CPU usage គឺត្រូវបាន job B យកទៅប្រើប្រាស់អញ្ចឹងមានថានៅពេលប្រើប្រាស់បានមួយ second តទៀតឬក៏មួយ time តទៀតអញ្ចឹងមានថាដល់ time ទី2ដល់ time ទី2យើងឃើញថាjob C វា arrive អញ្ចឹង arrive យើងមើលទៀតថាតើ job C ហ្នឹងពីរហ្នឹងតើ burst time របស់ job C ហ្នឹងវាទូជាង job B អត់យើងឃើញថា2ហើយនឹង3នេះភាសាមិញវាប្រើពី1ទៅ2អស់មួយ second ហើយក្នុងមួយ second ហ្នឹងគឺវា job B ហ្នឹងកំពុងតែ execute burst time ហ្នឹង execute មួយអញ្ចឹងថា burst time របស់វាសល់តែ3ទេអញ្ចឹងថា2និង3យើងឃើញថា job burst time របស់ C ហ្នឹងវាទូជាង burst time របស់ B អញ្ចឹងវានៅសល់ត្រឹមអញ្ចឹង job C ហ្នឹងវានឹងយកនៅ CPU មកប្រើប្រាស់អញ្ចឹង job B ហ្នឹងគឺវានៅ stack ត្រឹមburst time របស់វា3អញ្ចឹងវាថា3ចាប់
ហើយបន្តមកយើងមើលតទៀតថាក្នុងរយៈពេលក្នុងឆ្នាំ3ក្នុងឆ្នាំ3តើមានរឿងអីកើតឡើងទៀតក្នុងឆ្នាំ3ហើយជាប់ D ជាប់ D អរ៉ាយជាប់ D អរ៉ាយឃើញថាបោះស្ថាមរបស់វាបោះស្ថាមរបស់វាមួយហើយបោះស្ថាមរបស់នេះគឺមួយដែរព្រោះស្អីគេដោយសារតែពីមកទី2មកទី3នេះវានឹងមានវាប្រើរយៈពេល1 second ថា1 second ចុះថារយៈពេលយើងយក second ជាអ្នកកំណត់មកថា1 second ចុះអញ្ចឹងវាថាអានេះវាមិនត្រូវបដូរវា execute time របស់វាត្រូវសល់តែមួយដូចគ្នាអញ្ចឹងវាថា1 compare ជាមួយនឹង1តើមួយណាគួរតែ execute និចអញ្ចឹងមួយនឹងមួយនៅពេលដែលវាដូចគ្នាអញ្ចឹងយើងនឹង execute នៅអាណាដែលមុនដូច យើងប្រើ first come first serve មកវិញអញ្ចឹងវាថាអាណាមកមុនគឺត្រូវ execute មុនអញ្ចឹងថាមួយស្មើគ្នាអញ្ចឹងយើងត្រូវ execute ចប់ basic អញ្ចឹងវាថាក្នុងរយៈពេល4 t ស្មើ4អញ្ចឹងយើងមើលដល់ទៀតតើក្នុងរយៈពេល t ស្មើ4តើមានអីកើតឡើងទៀតអញ្ចឹង t ស្មើ4 c ចាប់ផ្ដើមធ្វើដំណាក់កាលធ្វើការតអញ្ចឹងថា t ស្មើ4ឬក៏ time ស្មើ4ហ្នឹងc ធ្វើការមកតអញ្ចឹងថាមកធ្វើការមួយ second តទៀតអញ្ចឹងថា2 ដក 1 មានស្មើ0អញ្ចឹងថា t ស្មើ4 c ហ្នឹង finish ឥឡូវនៅពេលដែល នៅពេលដែល C finish ចប់ C finish តើក្នុងរយៈពេលតើយើងគាត់ execute អីតទៀតអញ្ចឹងថាយើងគិតដល់ t ស្មើ5ដងខ្នាតទៅហើយនៅក្នុងរយៈពេល t ពី4ទៅ5ហ្នឹងតើយើងគួរ execute មួយណាក្នុងរយៈពេល4ទៅ5ហ្នឹងយើងមើលថាតើមានជាប់ណាខ្លះរ៉ាយអញ្ចឹងថាយើងនឹងថាជាប់0អរ៉ាយជាប់1ក៏អរ៉ាយជាប់0ជាប់ A អរ៉ាយជាប់ B អរ៉ាយជាប់ D ក៏អរ៉ាយអញ្ចឹងយើងត្រូវមើលថាបោះស្ថានរបស់3ហ្នឹងតើមួយណាទូជាងអញ្ចឹងថាបោះស្ថានរបស់ D ទូជាងគេអញ្ចឹងត្រូវ execute នេះអញ្ចឹងថា execute 4ទៅ5ហ្នឹងគឺ D នឹងជាអ្នកធ្វើការនឹង execute តាមបោះស្ថានរបស់វាអញ្ចឹងថាបោះស្ថានវា1អញ្ចឹងថា4ទៅ5កន្លែងហ្នឹងអញ្ចឹងថា t ស្មើ5D វាចាប់ផ្ដើម finish ដូចគ្នាឥឡូវនៅក្នុងរយៈពេល t ស្មើ5D finish អញ្ចឹងថាពេលនេះបានចប់ហើយអញ្ចឹងតើយើងគួរទៅមើលអាណានិចអញ្ចឹងថាអីដែលយើងគួរមើលបន្ទាប់គឺមើលបោះស្ថានរបស់ remain របស់យើងនឹងឃើញថាបោះស្ថានរបស់វាគឺ1សល់3 1សល់3 1គឺស្មើសល់7វាអាចមើលខាងនេះបានព្រោះឯសារវា execute មួយតគ្នាអញ្ចឹងថា1សល់3 1សល់7តាមឯណាទូជាងអញ្ចឹងថា3វាមិនទូជាង7អញ្ចឹងយើងត្រូវការ execute B មុន B អញ្ចឹងវាថា B ប្រកាសជាត្រូវការពី5រហូតដល់ execute រហូតដល់ចប់ព្រោះឯសារមានតែ2ហ្នឹងទេអត់មានអាណាទៅឆ្លងកាត់ត្រូវកាត់វាតទៀតទេអញ្ចឹងគេថាតេអញ្ចឹងវាថា5បូក3ស្មើ8អញ្ចឹងវាថាតេស្មើ8B ចាប់ដើម finish ម្ដងអញ្ចឹងតើអីទៅធ្វើនិចបន្ទាប់ពីហ្នឹងមកយើងនៅសល់ថាយើងផ្សល់តាចប់ B អញ្ចឹងថាចប់ B finish នៅក្នុងករណីអញ្ចឹងវាថាសល់តែ B អញ្ចឹងថា B ហ្នឹង finish នៅក្នុងពេលណា B ហ្នឹងចាប់ផ្ដើមនៅក្នុង T ចាប់ផ្ដើមនៅពេលនៃ time ស្មើនឹង8ទៅពី8ទៅ8បូកនឹង remain time របស់remain time របស់ A ចប់ A គឺសល់7អញ្ចឹងថា8បូក7ស្មើនឹង15អញ្ចឹងថា T ស្មើ15គឺជាពេលនៃ A finish ហើយយើងឃើញអញ្ចឹង finish ក្នុងរយៈពេល T 15ដូចខ្ញុំនិយាយអញ្ចឹង T 15ហើយfinish រយៈពេល15 B finish ក្នុងរយៈពេល8នាទី8ហើយC finish ក្នុងរយៈពេល4 D finish ក្នុងរយៈពេល5 so អានេះ turn around time និង waiting time កណនីមិនដូចវីដេអូពីដូចមិនហ៊ានដំបងដូចលំហាត់ដំបងគឺយើងយកfinish ដក arrival អញ្ចឹងមានថាស្មើនឹង turn around នេះអានេះ8ដក1ស្មើ7 4ដក2ស្មើ2 5ដក3ស្មើ2អញ្ចឹងបូកចូលគ្នាទាំងអស់បាននៅ average turn around ហើយចែក4បូកចូលគ្នាចែក4ស្មើនឹង average turn around ហើយអានេះគឺជា waiting time របស់យើងគឺវាធ្វើដូចគ្នាគឺយក turn around time ដកនឹងបើស្ថាបយើងឃើញ waiting ហ្នឹងគឺ7 301ហើយចែក4ទៅដើម្បីបានបូកចូលគ្នាចែក4ទៅបាន average waiting time ហើយ
ជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងផងដែរក្រុមរបស់ពួកយើងនឹងមកធ្វើបទបង្ហាញអំពី project របស់ពួកយើងដែលតាក់ទងទៅនឹង CPU scheduling algorithm ដែលដំបូងគេនេះគឺជា algorithm ទី1ដែលយើងហៅថា first come first serve ហើយនៅក្នុងនឹងដែរយើងក៏មាននៅចំណុចសំខាន់ចំនួន3ដែលទី1តាក់ទងទៅនឹងថាអ្វីជា first come first serve algorithm. First come first serve algorithm is a CPU scheduling algorithm ដែល process ទាំងអស់វាត្រូវបាន execute ទៅតាម order ទៅតាម arrival time ដែលវាបានមកដល់ហើយនៅក្នុងនោះដែរគឺយើងក៏សម្គាល់ឃើញមានរូបមន្ត2ដែលយើងត្រូវតែដឹងគឺ turnaround time ស្មើ complete time ដក arrival time ហើយនឹងមួយទៀតគឺ waiting time ស្មើនឹង turnaround time ដក burst time ឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាដូចដែលយើងឃើញនៅក្នុងនេះដែរគឺ arrival time គឺវាមកដល់4 2 3 1ដែលវាមានលំដាប់បើយើងគិតពីលំដាប់វិញវាលំដាប់ពីតូចទៅធំគឺ arrival time ណាដែលតូចជាងគេគឺវាមកដល់មុនអញ្ចឹងដូចដែលយើងឃើញហើយនេះ burst time នេះគឺរៀងគ្នាទៅតាម A B C និង D អញ្ចឹងតាមដែលយើងមើលឃើញទៅគឺ D លេខ1អញ្ចឹងមានន័យថា D មកដល់មុនអញ្ចឹងដូចដែលយើងឃើញនៅក្នុង chart នេះគឺវាមុនដំបូងគឺចាប់ផ្ដើមពីម៉ោង0បន្ទាប់មកវាមកដល់1 millisecond បន្ទាប់មកចាប់ពី1ហ្នឹងគឺ D បានមកដល់អញ្ចឹង D ដើម្បីចាប់ D ហ្នឹងគឺត្រូវការ8 millisecond អញ្ចឹង1រហូតថែមឲ្យ8គឺវាបាន9បន្ទាប់មកទី2យើងមើល arrival time លេខ2គឺ B អញ្ចឹងបន្ទាប់ពី9មក B គឺ2អញ្ចឹង9បូក2គឺ11បន្ទាប់មកទៀតដល់ arrival time 3គឺ C 11បូក3គឺ14បន្ទាប់មកគឺចុងក្រោយគេគឺ A ដែល arrival time វា4អញ្ចឹងវាមកដល់ចុងក្រោយគេអញ្ចឹង14បូក4គឺស្មើនឹង18ហើយនៅក្នុងនេះដែរគឺយើងអាចឃើញទិន្នន័យសង្ខេបនៅក្នុងនេះដែលតាក់ទងទៅនឹង arrival time burst time ហើយនិង finish អានេះគឺ turnaround ដែលយើងនិយាយគ្នាមុនហ្នឹងថា turnaround ស្មើ complete time ដកarrival time អញ្ចឹងនេះគឺជា complete time ឬក៏ finish time ដែលវាដូចអានេះអញ្ចឹងគឺ14ស្មើពីដក18ដក4ហើយនេះ9គឺមកពី11ដក2អានេះ11គឺមកពី14ដក3អានេះ8គឺមកពី9ដក1ហើយចំណែកឯ waiting time នេះគឺបានមកពី turnaround ដក burst time អញ្ចឹង10នេះគឺបានមកពី14ដក4 7គឺបានមកពី9ដក2 8គឺបានមកពី11ដក3និង0បានមកពី8ដក8ហើយខាងក្រោមនេះគឺជា average turnaround time ហើយនេះគឺជា average waiting time អញ្ចឹងចូលមកកាន់ចំណុច round robin ដែលយើងហៅកាត់ខ្លីថាជា RR អញ្ចឹងអ្វីទៅជា round robin round robin គឺជា CPU scheduling មួយដែលគេបង្កើតឡើងដើម្បីធ្វើឲ្យ system ហ្នឹងវាបែងចែក process គ្នាធ្វើដែលវាស្តៀងទៅនឹង multitasking ហ្នឹងអញ្ចឹងអ្វីដែលសំខាន់នៅក្នុង round robin គឺវាមាន time quantum មួយដែលវាបញ្ជាក់ឲ្យ process មួយនឹងដំណើរការទៅតាម time quantum ហ្នឹងហើយមួយទៀតវា process ដំណើរការនៃការ process ហ្នឹងគឺវាទៅតាម queue មួយឧទាហរណ៍ថា queue ដំបូងគេគឺ process ទី1អញ្ចឹង process ទី1ហ្នឹងវាទៅ execute មុនគេហើយបន្ទាប់មកបើសិនជា process ទី1វានៅសល់ burst time របស់វាអញ្ចឹងវានឹងឈរនៅទីតាំងក្រោយគេវិញអញ្ចឹងយើងមកមើល example របស់យើងវិញទៅហើយកន្លែងនេះគឺយើងមាន arrival time ពី0រហូតដល់3ដែលបញ្ជាក់ពី process ទី1 process ទី2 process ទី3និង process ទី4ហើយចំពោះ burst time របស់វាគឺ process ទី1មាន burst time 7 process ទី2គឺមាន burst time 4ហើយ process ទី3មាន burst time 5ហើយនិង process ទី4មាន burst time 2ហើយ time quantum យើងគឺយើងឲ្យ3ថា ms អញ្ចឹងបន្ទាប់ពីយើង run simulation ហ្នឹងទៅគឺវាបង្ហាញជា Gantt chart ហើយនឹងទិន្នន័យ
ផ្សេងទៀតដែលវាមានជា arrival time burst time finish time turnaround time ហើយនិង waiting time អញ្ចឹងprocess របស់វាគឺដំណើរការបែបម៉េចអញ្ចឹងយើងមកមើល note របស់យើងវិញអញ្ចឹងក្នុងនេះដំណើរការរបស់វាគឺវាចាប់ផ្ដើមពីដំបូងគឺ time ពី time 0រហូតដល់3ដោយសារកន្លែង time quantum ហ្នឹងគឺមាន3 ms millisecond អញ្ចឹងវាអ្វីដែលដំបូងគេគឺវា arrive អ្វីដែលមកមុនគេគឺវាមាន P1 P2 P3 P4 ដែលវាទៅតាម arrival time របស់យើងដែលបាន set នេះដែលឲ្យនេះអញ្ចឹងអ្វីដែលវាជា ready queue គឺវាមានចាប់ដើមពី P1 រហូតដល់ P4 អញ្ចឹងបន្ទាប់មកវា execute ទៅលើ P1 ដែលវានៅសល់4អញ្ចឹងដោយសារតែ burst time របស់process ទី1ហ្នឹងគឺ7អញ្ចឹងវាដក3ចេញទៅវានៅសល់4អញ្ចឹងបន្ទាប់មកtime ពី3រហូតដល់6ហើយកន្លែង arrival នេះគឺវាអស់ហើយដោយសារកន្លែងនេះយើងមានត្រឹមតែ process ទី4ហើយកន្លែង ready queue របស់នេះវិញគឺពី P2 P3 P4 ហើយនឹង P1 ដែលសារកន្លែងដំបូងគេគឺ P1 ហ្នឹងវានៅសល់4ទៀតអញ្ចឹងវាមកក្រោយគេវិញអញ្ចឹងអ្វីដែល execute គឺ P2 បន្ទាប់ពីវា execute ទៅ P2 វានៅសល់1ហើយយើងចូលមកកាន់ time 6រហូតដល់9វាដូចគ្នាដែរវាមាន P3 P4 P1 និង P2 អញ្ចឹងវា execute ទៅលើ process ទី3អញ្ចឹងវានៅសល់2ហើយបន្ទាប់មកទៀតគឺពី time 9រហូតដល់11អញ្ចឹងកន្លែងនេះគឺវា process វាដូចគ្នាដែរគឺវាចាប់ដើមពី P4 P1 P2 P3 អញ្ចឹងវា execute ទៅលើ P4 អញ្ចឹង process កន្លែង P4 ហ្នឹងវាអស់ហើយអញ្ចឹងវាលែងមានទៀតអញ្ចឹងវា process ដូចគ្នារហូតដល់វា burst time វាអស់ហ្មងអញ្ចឹង round robin ហ្នឹងគឺមានតែប៉ុណ្្នឹងអូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកបន្តអំពី concept នៃ CPU scheduling យើងទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាបានសិក្សាដូចមកហើយអំពី concept និង algorithm ផ្សេងៗដូចជា round robin first come first serve និង algorithm ពីរបន្ថែមទៀតឥឡូវយើងមកសិក្សាអំពី concept ចុងក្រោយconcept ML គុយនិង MLF គុយហ្នឹងមានន័យដូចម៉េចអ្នកទាំងអស់គ្នាដែលឆ្ងល់ថាតើ CPU របស់យើងសម្រាប់ចាត់ថាឲ្យ program មួយណាគួរតែ run មុនគេឧទាហរណ៍យើងឆ្ងល់ថាកាត់អីមិនជាពេលខ្ញុំ typing លឿនជាងខ្ញុំ backup file ដោយសារតែកាលណាយើង typing វាធ្វើវាចំណាយពេលមិនថា CPU វាទាមទារប្រសិទ្ធយើងហ្នឹងគឺវាទាមទារ CPU time តិចទេបើយើង typing វាអត់សូវទាមទារ CPU ឲ្យអង្គុយគិតខ្លាំងទេចំណែក backup file វាទាមទារឲ្យ CPU នឹងចំណាយពេលច្រើនដើម្បីបញ្ចប់ process មួយហ្នឹងដូច្នេះហើយបានជា process មួយហ្នឹងវាត្រូវនៅ run នៅក្នុង background អូខេដូច្នេះហើយបានជា CPU សម្រាប់ចិត្តថាឲ្យអ្វីដែលយើងមើលឃើញអ្វីដែលយើងធ្វើ typing លឿនហ្នឹងដោយសារតែវាទាមទារ CPU ឲ្យ CPU ហ្នឹងធ្វើ process មួយហ្នឹងរយៈពេលតិចទេក្នុងរយៈពេលខ្លីទេចំណែក backup file វាធ្វើឲ្យ CPU ហ្នឹងចំណាយពេលដើម្បី finish a process execute a process មួយហ្នឹងត្រូវចំណាយពេលច្រើនដូច្នេះហើយបានជាវាដាក់វានៅក្នុង running in background អូខេឥឡូវយើងមកសិក្សាអំពីអ្វីដែលជា ML គុយនិង MLF គុយ ML គុយពាក្យពេញមកថា multi level queue ចំណែកឯ MLF គុយមានន័យថា multi level feedback queue អញ្ចឹងមានន័យថាconcept ទី2ហ្នឹងមិនមាន feedback ទៀតចំណែក concept ទី1មាន feedback ទេឧទាហរណ៍ខ្ញុំឧទាហរណ៍សាមញ្ញមួយនេះនៅក្នុងនេះយើងវាមានយើងមាន queue មួយ queue ទី1ឈ្មោះថា system process queue ទី2ឈ្មោះថា interactive process queue ទី3មានថា bunch process ហើយនៅក្នុង queue ទី1យើងមាន process មួយ P1 P2 P3 ចំណែកឯ queue ទី2យើងមាន process P4 P5 ចំណែក queue ទី3យើងមាន process P6 ហើយqueue ហ្នឹងវា based on CPU គឺ based on លើ priority អញ្ចឹងវា based on ពីខ្ពស់ទៅទាបអូខេចឹង CPU វា execute process ណាដែលស្ថិតនៅក្នុង queue ដែលជា highest ចំណែក queue ណាដែលជា lowest ដូច queue ទី3វាស្ថិតនៅក្នុង lowest ចឹងវាអត់តដល់ទេអញ្ចឹង CPU តែអារម្មណ៍នៅក្នុង background ហ្នឹងអូខេឥឡូវយើងសិក្សាអំពី multi level queue ឥឡូវយើងមើលយមនៃ multi level queue តិចទៅខាងនេះគេដាក់ថា
multi level queue scheduling គឺជាប្រសេសហ្នឹងត្រូវបានបែងចែកទៅជា queue ផ្សេង based on លើ time របស់វាហើយ queue មួយវាមាន priority របស់វាហើយប្រសេសគឺមិន move between queue ទេអានេះថា multi level queue ប្រសេសឧទាហរណ៍ P1 បើ P1 ចំណាយពេល10 second 10 millisecond អញ្ចឹងនៅក្នុង P1 ហ្នឹងត្រូវតែនៅក្នុង queue ទី1ហ្នឹងដែល process P1 ហ្នឹងត្រូវតែ execute អា P1 ហ្នឹងឲ្យចប់សិនឲ្យចប់10 millisecond សិនបើថាបើសិនជា burst time វា10 millisecond ណាហើយ queue មួយហ្នឹងប្រើ round robin ត្រឹមតែ4 millisecond ទេឧទាហរណ៍ណាqueue ទី1 round robin តែអណាគេប្រើ round robin ដែលមាន quantum time វាwith quantum time ស្មើនឹងតែ4 millisecond ទេហើយ process ទី1យើងខ្ញុំមាន10 millisecond អញ្ចឹងនៅក្នុង queue ទី1 queue ទី1នេះវាត្រូវធ្វើ execute process 10 millisecond បានអញ្ចឹងឧទាហរណ៍យើងមាន P1 10 millisecond អញ្ចឹងនាំឲ្យ P1 នៅសល់មែន P1 នៅសល់6 millisecond ទៀតអញ្ចឹងមកថា quantum time 4 millisecond យើងដល់process ទី1 10 millisecond burst time របស់វាដើម្បី execute process ទី1ដាច់ដល់តែយក10 millisecond ដល់4 millisecond ដែរយើងឃើញ6 millisecond នៅសល់អញ្ចឹងសួរថាតើអារបស់6 millisecond ហ្នឹងនៅសល់ហ្នឹងវាទៅ queue ទី2អត់ទៅទេដោយសារអីនៅក្នុង multi level queue process มันអាចដូចខ្ញុំនិយាយមិញ process มันអាច move between queue បានទេដល់តែអា process មួយហ្នឹងចប់នៅក្នុង queue មួយទៀតនៅក្នុង queue អា queue មួយហ្នឹងអញ្ចឹង queue ទី1ហ្នឹងត្រូវតែ process អាហ្នឹងទៀតអញ្ចឹង P1 នៅសល់2 millisecond បន្ទាប់ពីយើងយក6 millisecond ដល់4 millisecond នៅសល់2 millisecond ទៀតអញ្ចឹងបានយើងឲ្យ P1 ហ្នឹងត្រូវ process ទៀតទៅវាស្មើ0 millisecond MT តែ MT វាចាប់ផ្ដើម process ទី2ចាប់ផ្ដើមកើតឡើងហើយអញ្ចឹងឧទាហរណ៍ process ទី2មានprocess ទី2មាន3 millisecond អញ្ចឹងនាំឲ្យ queue 1យើងនេះ queue ទី1របស់យើងគឺអាច execute អា process ទី2នឹងបានអញ្ចឹងអា process ទី2នឹងនៅសល់បន្ទាប់ពី execute ហើយវានៅសល់ទី2 millisecond អូខេវាធ្វើអញ្ចឹងរហូតអញ្ចឹងមានន័យថា process មួយត្រូវតែចាប់នៅក្នុង queue មួយចោលសិនទើបវាមានសិទ្ធិទៅកាន់ queue ទី2ឥឡូវឧទាហរណ៍ត្រង់តែ queue ទី1 queue ទី2 queue ទី3នេះបញ្ចប់បាននៅក្នុង queue ទី1ចាប់ queue ទី4ទី5មកធ្វើម៉េចវាអត់ត run ទេគឺវានៅស្ថិតរងចាំឲ្យ queue អា process ទាំង3ខាងលើហ្នឹងចប់សិនដូច្នេះហើយដោយសារកត្តាខាងលើនេះហើយទើបបង្កើតឲ្យមានទើបដោយសារតែយើងប្រើ ML គួយហ្នឹងហើយទើបធ្វើឲ្យ queue ផ្សេងហ្នឹងត្រូវរងចាំអា process ខាងលើហ្នឹងតែនៅក្នុង queue ដែលមាន priority ខ្ពស់ហ្នឹងបញ្ចប់ត្រង់តែវាបញ្ចប់ហ្នឹងវាធ្វើឲ្យអា queue ទី3នេះអា process ផ្សេងនេះអា process ដែលនៅសល់នេះខ្លាចជា starvation អញ្ចឹងបញ្ហារបស់វាខ្លាចជា starvation គេហៅថា starvation អូខេបានវាស្រេកឃ្លានណាថាវាត្រូវរងចាំដល់តែ process ក្នុង queue ផ្សេងចប់សិនទៅវាចាប់ផ្ដើមអញ្ចឹងធ្វើឲ្យវាហ្នឹងអា queue នៅក្រុម process ផ្សេងហ្នឹងត្រូវស្ថិតនៅក្នុងភាពមួយថា ស្រេកឃ្លានគឺ starvation តែបញ្ហារបស់វាគឺអញ្ចឹងអានោះហើយគឺជាបញ្ហារបស់ ML គួយ concept ឥឡូវយើងមកឧទាហរណ៍នៅក្នុង queue នៅក្នុង ML គួយអញ្ចឹងឧទាហរណ៍ខ្ញុំមាន queue 1 queue 2 queue 3 queue 1តែចាំថា queue 1គឺវាមាន priority highest អញ្ចឹងគ្រប់ process ទាំងអស់មិនថានៅក្នុង ML គួយឬក៏ MLF គួយតែឆ្លងកាត់ highest មុនសិនគឺហៅត្រូវឆ្លងកាត់ queue ទី1សិនអូខេអញ្ចឹងឧទាហរណ៍ higher queue ទី1វាមានវាស្ថិតនៅក្នុង priority higher round robin វាគឺ4 millisecond អូខេ scheduling វា queue ទី2 medium អញ្ចឹងវាប្រើ first come first serve queue ទី3 lowest ជាងគេអញ្ចឹងវាប្រើ first come first serve ដែរអញ្ចឹងឥឡូវខ្ញុំមានឧទាហរណ៍ខ្ញុំមានប្រសេស1 2 3 P1 P2 P3 P1 នៅក្នុង queue ទី1ហើយburst time របស់វាមិនថាជា time ដែលវាមិនចប់តែ process ហ្នឹងអាចបញ្ចប់បានគឺ6 millisecond ចំណែកឯ P2 គឺ4 millisecond ចំណែក P3 គឺ5 millisecond ឥឡូវយើងទៅមើលរបៀបដោះស្រាយវាមួយស្រួលមើលឥឡូវខ្ញុំ execute queue មួយតែខ្ញុំដឹងថា process P1 ខ្ញុំមិញនេះ process P1 ខ្ញុំមិញនេះវាមានburst time 6 millisecond អញ្ចឹងគឺថា burst time 6 millisecond ហើយខ្ញុំ scheduling ខ្ញុំប្រើ round robin 4 millisecond អញ្ចឹង process P1 នៅសល់2 millisecond ទៀតត្រូវអត់ហើយយើងកន្លែងទៅមើលនេះឥឡូវ P1 ខ្ញុំនៅក្នុង queue ទី1យើងប្រើនៅ quantum time មាន4 millisecond អញ្ចឹង process P1 ហ្នឹង use 4 millisecond ហ្នឹងនៅសល់2 millisecond តែយើងដឹងថា P1 យើងមិញហ្នឹងមានP1 យើងមាន6 millisecond អត់ហើយយើងយក6 millisecond ទៅបកនឹង quantum time 4 millisecond ទៅសល់2 millisecond remaining
ចឹងអា Q មួយហ្នឹងអត់ទាន់បញ្ចប់ទេដូចខ្ញុំនិយាយលើកមុនចឹងអត់ទាន់បញ្ចប់ទេនៅសល់2 millisecond ទៀតចឹងវាត្រូវតែបញ្ចប់នៅក្នុង Q មួយហ្នឹងហើយ process ទី1ហ្នឹងចឹងវាយកទៅ run ម្ដងទៀត finish and remaining 2 millisecond ហ្នឹងឯងអូខេចឹងចប់ចុះ step ទី3ទើបអា Q 2នេះវាមានអាទិភាព process នៅ Q process ទី2នេះចាំមើលថាចប់ process ទី1 6 millisecond ឥឡូវយើងចូលដល់ process ទី2 Q2 ដែល process time វា4 millisecond អញ្ចឹងវា run នៅក្នុង Q2 អូខេអញ្ចឹងវា run នៅក្នុង Q2 ចឹងយើងមើលឥឡូវដល់ process ទី2វា first come first serve អញ្ចឹង process ទី2 4 millisecond នឹងយើងដឹងហើយថា first come first serve វាអត់ទាមទារនៅ quantum time ទេអញ្ចឹងវាត្រង់មកវាពេលវាចប់អា process ទី2នៅក្នុង Q2 នឹងហើយទើបចូលដល់ process ទី3ទៅ5 millisecond ទើបចប់ដូច្នេះហើយវាធ្វើឲ្យវារយៈពេលយូរចំណាយពេលយូររំតែដល់អា process ដែលស្ថិតនៅក្នុង Q3 ហ្នឹង execute បានត្រូវតែរងចាំ process ផ្សេងនៅក្នុង Q ផ្សេងដែល based on priority ទៀតត្រង់មកពួកនឹងចប់ទៅវាមានសិទ្ធធ្វើអញ្ចឹងវាធ្វើឲ្យបញ្ហាដែលកើតឡើងគឺ starvation អូខេអញ្ចឹងយើងត្រូវចាំថា CPU គឺវា execute a higher priority queue first តែមកថាគ្រប់ process ទាំងអស់ត្រូវឆ្លងកាត់នៅQ1 សិនអូខេ CPU បានថា CPU វា execute តែ higher process ណាអាណាដែលមិន higher វាអត់ត process វា process នឹងក្រោយគេសិនអញ្ចឹងនៅក្នុងអំឡុងគួយវាអត់មាន movement between queue ទេយើងឃើញថានៅពេលដែល process ទី1 P1 វាឆ្លងកាត់ Q1 ហើយ execute ហើយវាសល់2 millisecond ទៀតវាមិនបោះ2 millisecond ហ្នឹងទៅឲ្យ Q2 ណាវាសុខចិត្ត process ធ្វើ execute អាហ្នឹងបន្តទៀតម្ដងទៀតដើម្បីបញ្ចប់អូខេចប់បើសិនជា burst time វា100 millisecond តើអា process ផ្សេងនៅក្នុង Q2 Q3 ហ្នឹងត្រូវរងចាំបានចំណាយពេលយូរអូខេហើយយើងត្រូវចាំទៀតថាអា lower Q នេះត្រូវតែរងចាំអា higher Q finish បើវាអត់ទៅ finish អា lower Q ក៏អត់ទៅ execute ដែរអូខេដូច្នេះហើយទើប starvation ហ្នឹងវាងាយនឹងកើតឡើងដោយសារតែ Q មួយហ្នឹងវា keep receiving processes អូខេហើយនេះគឺជាជីណាត់របស់យើងតែយើងចាក់ញ៉ាំមិញP1 មាន burst time មាន6 millisecond ឆ្លងកាត់ Q1 តង់ទី1វាបានត្រឹមតែ4 millisecond ទេដោយសារ round robin យើងគឺ4 millisecond ដល់មកសល់2នេះយើងដាក់បានជីណាត់ process ទី1ទៀតដល់មកទៅបានទី2 4 millisecond បូកចូលគ្នាបាន10 6បូក4 10ហើយទី3បាន5 millisecond ឆ្លងកាត់ first come first serve បាន15អូខេនេះគឺជាជីណាត់របស់ ML អគុយឥឡូវយើងនិយាយច្រើនហើយយើងមកចូលនេះយើងមកចូល ML អគុយម្ដងមិន ML អគុយណាមួយថ្ងៃនេះយើងនិយាយពី ML អគុយមួយថ្ងៃឯងហើយយើងចូលមកកាន់ ML អគុយអ្វីដែលជា ML អគុយ ML អគុយចំណុចពិសេសរបស់វាគឺ process វាអាច move between queue បានអញ្ចឹងវាអត់បង្កើតឲ្យនៅមាន starvation ទេតែមានថាបើសិនអា queue មួយហ្នឹង process វាអត់ទាន់ចប់ទេវានឹងបោះ process ហ្នឹងទៅឲ្យ queue 2អ្នកធ្វើបន្តអូខេវាខុសពី ML អគុយអត់មានបោះទេឯងតែចាប់នៅក្នុង queue ហ្នឹងក្នុង queue មួយហ្នឹងបើមិនបញ្ចប់អញមិនឲ្យអាផ្សេងធ្វើបានទេអូខេហើយយើងមើលថាគ្រប់ all process ទាំងអស់ start នៅក្នុង queue មួយបើសិនជា process ណាប្រើ quantum ហើយអស់ឧទាហរណ៍ quantum time 4 millisecond ហើយ process ហ្នឹងទាមទារ burst time 6 millisecond អញ្ចឹងវានៅសល់2 millisecond ទៀតអញ្ចឹងវានឹង move up 2 millisecond ទៅឲ្យ queue ទី2អូខេអញ្ចឹងវាធ្វើឲ្យលឿនណាវាអត់ធ្វើឲ្យ queue ផ្សេងត្រូវរងចាំឬក៏អត់ឲ្យសម្ពន្ធចិត្តទេអញ្ចឹងបើសិនជាវា finish earlier stay high មានន័យថាបើសិនជា process ហ្នឹងវាបញ្ចប់ហើយនៅក្នុង queue 1ឧទាហរណ៍ robit 4 process ហ្នឹងទាមទារ burst time 14 millisecond ទេអញ្ចឹងវាបញ្ចប់ក្នុង queue 1អញ្ចឹងអា queue 2មិនធ្វើការក៏បានដែរគ្រប់ process ទាំងអស់ឆ្លងកាត់ queue 1ចប់ទៅបានអូខេហើយខ្ញុំឧទាហរណ៍សាមញ្ញមួយទៀតឧទាហរណ៍នៅក្នុង multi level queue អូខេនេះ multi feedback queue ទី1ខ្ញុំមាន queue ខ្ញុំឲ្យមើលប្រធានលំហាត់សិននេះប្រធានលំហាត់យើងខ្ញុំមានប្រធានលំហាត់យើង queue ទី1 higher ជាងគេ queue ទី2 medium queue ទី3 lowest អូខេហើយ time quantum queue ទី1ខ្ញុំឲ្យ4 millisecond queue ទី2ខ្ញុំឲ្យ8 millisecond queue ទី3ខ្ញុំឲ្យប្រើ algorithm មួយឈ្មោះថា first come first serve អូខេហើយប្រសិទ្ធទី1ខ្ញុំទាមទារ12 millisecond ហើយប្រសិទ្ធទី2ខ្ញុំទាមទារ5 millisecond ឥឡូវខ្ញុំបញ្យល់ត្រួស P1 ទាមទារ burst time 12 millisecond ឆ្លងកាត់ Q1 time quantum 14 millisecond ទេអញ្ចឹង12ដល់4នៅសល់ប៉ុន្មានសល់8អញ្ចឹងនៅ remaining 8 millisecond ទៀតដោយនៅក្នុង MLF គុយអារបស់នៅសល់ហ្នឹងវាអត់ត្រូវ run ម្ដងទៀតនៅក្នុង Q1 ទេវានឹងបោះអាហ្នឹងវានឹង move ទៅកាន់ Q1 ទៀតអូខេអញ្ចឹងវា move ទៅកាន់ Q2 quantum time វា8 millisecond អញ្ចឹងអារបស់នៅសល់8និងអា quantum time ទាមទារ8ទៀតដល់ចូលគ្នាអស់អញ្ចឹងមានន័យថាវាអា process មួយហ្នឹងត្រូវបញ្ចប់នៅក្នុង Q ទី2អូខេអញ្ចឹងចប់
ចឹងទៅចូលប្រសិទ្ធទី2ហើយប្រសិទ្ធទី2ចំណាយពេលតែ5 millisecond ទេចឹងវាឆ្លងកាត់ Q1 សល់1 millisecond ដល់1 millisecond នឹងឆ្លងកាត់ Q2 វាអស់អូខេចឹង Q ទី3អត់ធ្វើការទេព្រោះអាប្រសេសមួយត្រូវឆ្លងកាត់វា finish ហើយមិនថាវាបញ្ចប់ហើយ execute ចំនៅក្នុង Q ត្រឹម Q ទី2អូខេឥឡូវយើងមើលឧទាហរណ៍មិញយើងមើលណា step ទី1 Q ទី1 run 4 millisecond អញ្ចឹងនៅសល់8 millisecond ដូចខ្ញុំនិយាយមិញអញ្ចឹងវា move ទៅកាន់ Q2 ប្រសិទ្ធទី2 run 4 millisecond ទៀតអញ្ចឹងនៅសល់1 millisecond move to Q2 អញ្ចឹង step ទី2 Q2 run 8 millisecond finish ណាអូខេអញ្ចឹងដល់ P2 run មក1 millisecond អញ្ចឹង finish អញ្ចឹង Q ទី3អត់ប្រើទេអូខេយើងកុំអីមិញច្រឡំគ្នាថាមិញប្រសិទ្ធទី1យើងមិនមាន12អញ្ចឹងវា run អស់នៅក្នុង Q វា run នៅក្នុង Q ទី1នៅសល់8 millisecond អញ្ចឹងវា move អត្តន័យនេះទៅកាន់ Q ទី2ដល់ប្រសិទ្ធទី2វាមិនមានតែ5 millisecond អញ្ចឹងវា run នៅក្នុង Q ទី1ទៅវានៅសល់1 millisecond អញ្ចឹងវា move ទៅកាន់ Q2 ដូចគ្នា Q2 វាបញ្ចប់ក្នុង Q2 P1 run 8 millisecond ទៅចាប់នៅសល់តែ8ទេហើយអា P2 នេះវានៅសល់តែ1 millisecond ទេអញ្ចឹងវាបញ្ចប់ដូចគ្នាអញ្ចឹង Q3 អត់អូខេអញ្ចឹងវាស្រួលមែនតើចាំថា Q ផ្សេងគឺមានការងារធ្វើដែរវាមិនអត់ការងារធ្វើទេអូខេនេះគឺជា NAP P1 P2 P1 P2 អូខេវា copy អានេះបានន័យថាវា copy ML គុយដល់តែ process នេះ ML គុយដល់តែ process P1 ចប់ទៅចូល P2 ណា MLF គុយអត់ទេ MLF គុយ P1 នៅសល់ប៉ុន្មានបោះទៅឲ្យ Q2 process មួយទៀតចូលមកដល់ធ្វើបើនៅសល់បោះឲ្យ Q2 ដូចគ្នាអូខេឥឡូវយើងបានមើលហើយឥឡូវយើងមើល comparison មកវាថាពីនឹងខុសគ្នាបែបម៉េចML គុយ Q គឺតែ Q ហ្នឹង movement បានអត់ទេ MLF គុយទៅ move បាន priority ពេច MLF គុយ dynamic starvation នៅក្នុង ML គុយខ្ញុំនិយាយច្រើនដងហើយគឺវាកើតឡើងរហូតហ្នឹងML គុយចំណែក MLF គុយកម្រកើតឡើងអា starvation ហ្នឹងuse in real OS ណាកម្រអា ML គុយគឺគេអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់អំពីកាសឹប MLF គុយហើយនឹង ML គុយនឹងច្បាស់បើអ្នកនរគ្នាយល់ទេអាច comment សួរបានសូមអរគុណអ្នកនរគ្នា